ទល់មួយលើអ៊ីរ៉ង់ជារបៀបធ្វើសង្គ្រាមដែលមានគោលបំណងច្បាស់ចំនួន3យ៉ាងគឺបំបែកប្រព័ន្ធការពារកំចាត់ប្រព័ន្ធបញ្ជាការនិងបង្ខំឲ្យអ៊ីរ៉ង់ប្រឹងវាយបកឲ្យអស់សមត្ថភាពមុនពេលបង្កគ្រោះថ្នាក់ធំយោងតាមគេហទំព័រវិភាគយោធារួមទាំង Defense Security Asia និង James Defense ចំណុចដែលធ្វើឲ្យពីទល់មួយគ្រោះថ្នាក់បំផុតគឺការបង្កើតសង្គ្រាមមុខពីរក្នុងពេលតែមួយអ៊ីស្រាអែលដែលជាភាគីស្នូលនៅជិតសមរភូមិរ៉ាប់រងការវាយប្រហាររយៈចម្ងាយខ្លីយ៉ាងឆាប់រហ័សនិងជ្រើសគោលដៅវាយប្រហារដែលបានកំណត់ជាមុនយ៉ាងច្បាស់លាស់ចំណែកសហរដ្ឋអាមេរិកវិញជាភាគីអំណាចធំដែលអាចបន្ថែមសមត្ថភាពប្រយុទ្ធរយៈចម្ងាយឆ្ងាយវាយប្រហារពីនាវាផ្ទុកយន្តហោះនៅឈូងសមុទ្រនិងបណ្ដាញស៊ើបការតាមពេលវេលាជាក់ស្ដែងការចាំទប់ស្កាត់ការចូលដៃពីសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ជាទូនាទីរបស់អាមេរិកដែរពេលដែលកម្លាំងទាំងពីររួមគ្នាប្រព័ន្ធការពាររបស់អ៊ីរ៉ង់ត្រូវប្រឈមទៅនឹងរលកវាយប្រហារជាច្រើនក្នុងពេលតែមួយយោងតាម Reuters ការវាយប្រហារដំបូងរបស់អ៊ីស្រាអែលនិងអាមេរិកគឺស្រោចទៅលើគោលដៅជាច្រើនក្នុងពេលតែមួយក្នុងនោះក៏មានជំរករបស់មេដឹកនាំអ៊ីរ៉ង់លោកអាយ៉ាតុលឡាខាម៉ាណៃប្រព័ន្ធការពារដែនអាកាសនិងរ៉ាដាដើម្បីបំបិទភ្នែកអ៊ីរ៉ង់មិនឲ្យតដៃបន្ទាប់មកវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជាការដើម្បីធ្វើឲ្យប្រព័ន្ធបញ្ជាការពិការហើយចុងក្រោយវាយកំទេចឃ្លាំងមីស៊ីលនិងមូលដ្ឋានបាញ់មីស៊ីលរបស់អ៊ីរ៉ង់ពីក្រោមដីនេះហៅថាវិធីសាស្ត្របំបែកកម្លាំងសត្រូវក៏ប៉ុន្តែចំណុចដ៏គួរឲ្យចាប់អារម្មណ៍គឺបើវាយពីរទល់នឹងមួយដល់ថ្នាក់នេះហើយអ្វីអ៊ីរ៉ង់នៅតែអាចវាយបកបានសង្គ្រាមមុខពីរមិនមែនបំផ្លាញអ៊ីរ៉ង់ភ្លាមបាននោះទេតែជាការបំបែកសមត្ថភាពយោធារបស់អ៊ីរ៉ង់និងកាត់បន្ថយប្រសិទ្ធភាពវាយបកសងសឹករយៈពេលកន្លងទៅអ៊ីរ៉ង់ក៏មិនបានឈរអោបដៃចាំឲ្យអាមេរិកនិងអ៊ីស្រាអែលវាយប្រហារតាមចិត្តនោះដែរអ៊ីរ៉ង់ក៏បានរៀបចំយុទ្ធសាស្ត្ររស់រានពីសង្គ្រាមយូរមកហើយដែរដោយចែកចាយឃ្លាំងអាវុធប្រព័ន្ធបញ្ជាការច្រើនស្រទាប់និងមូលដ្ឋានបាញ់មីស៊ីលពីក្រោមដីជាច្រើនទីតាំងសង្គ្រាមមុខពីររបស់អាមេរិកនិងអ៊ីស្រាអែលក៏បានបង្ខំឲ្យអ៊ីរ៉ង់ត្រូវជ្រើសរើសវិធីវាយបកទៅលើមូលដ្ឋានអាមេរិកស្ទើរតែពេញមជ្ឈមបូព៌ានិងទីក្រុងសំខាន់របស់អ៊ីស្រាអែលដែលអាចបើកទ្វារទៅរកសង្គ្រាមពេញលេញនៅក្នុងតំបន់ខ្ញុំរស់សុធាពី News Today NTTV